ការចំណាយនៃការសាងសង់ផ្ទះសំណាញ់វាពិតជាយើងវិនិយោគបន្ថែមមែនប៉ុន្តែវាងាយក្នុងការគ្រប់គ្រងនៅក្នុងតាំងពីការជំងឺការដាំដុះឲ្យយើងទទួលរងនៅសត្វល្អិតបំផ្លាញពិសេសតែម្ដងគឺដំណាំមួយចំនួនហ្នឹងគឺវាដាំដុះនៅខាងក្រៅបានដូចជាសាឡាត់ជាដើមបាទជំរាបសួរលោកគ្រូទាំងពីរបាទនេះបានជុំគ្នាតែម្ដងបាទយើងឃើញថាបច្ចុប្បន្ននេះការដាំដុះជាពិសេសបន្លែអីផ្សេងៗក្នុងផ្ទះសំណាញ់ហ្នឹងមានការរីកចម្រើនខ្លាំងមែនទែនហើយមើលឃើញថាការដាំដុះនេះមានក្រុមហ៊ុនជាច្រើនក៏ដូចជាក្រុមអ្នកសាងសង់នៅផ្ទះសំណាញ់ឬក៏ greenhouse នេះគឺមានច្រើនថ្ងៃនេះចង់ដឹងច្បាស់ថាអត្ថប្រយោជន៍ដែលយើងសាងសង់ផ្ទះសំណាញ់ហើយនឹងដាំក្នុងផ្ទះសំណាញ់នឹងដាំនៅទីវាលខាងក្រៅហ្នឹងគឺផ្ដល់ផលប្រយោជន៍ឬក៏ភាពងាយស្រួលយ៉ាងម៉េចខ្លះខ្ញុំចង់សួរលោកគ្រូបាទសុផាបាទសូមអញ្ជើញលោកគ្រូជួយបកស្រាយប្រាប់ទៅអ្នកដែលគាត់មានបំណងក៏ដូចជាកំពុងតែគិតថានឹងសាងសង់ផ្ទះសំណាញ់ព្រោះពងតែស្ទាក់ស្ទើរតែមិនដឹងថាគួរសាងសង់ឬអត់ហើយសាងសង់នោះខ្លាចលោអស់ថ្លៃច្រើនអញ្ចឹងថ្ងៃនេះចង់ដឹងថាផលប្រយោជន៍ដែលការសាងសង់ក្នុងផ្ទះសំណាញ់ហ្នឹងវាមានអីគេខ្លះដែរសូមបាទអរគុណសម្រាប់សំណួររបស់លោកគ្រូដែលបានចោទសួរមកខ្ញុំហើយចង់បញ្ជាក់ជូនដល់ប្រជាកសិករយើងដែរថាការដាំដុះបច្ចុប្បន្ននេះគឺយើងដាំដុះខាងក្រៅក៏បានដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺដាំដុះវាបានគ្រប់រដូវកាលអញ្ចឹងការដែលសាងសង់ផ្ទះសំណាញ់នេះយើងចង់ឲ្យប្រជាកសិករយើងនឹងគឺសាងហើយដាំដុះបានគ្រប់រដូវកាលចឹងការចំណាយនៃការសាងសង់ផ្ទះសំណាញ់វាពិតជាយើងវិនិយោគបន្ថែមមែនប៉ុន្តែវាងាយក្នុងការគ្រប់គ្រងនៅក្នុងតាំងពីការជំងឺការដាំដុះឲ្យយើងទទួលរងនៅសត្វល្អិតបំផ្លាញពិសេសតែម្ដងគឺដំណាំមួយចំនួនហ្នឹងគឺវាដាំដុះនៅខាងក្រៅបានដូចជាសាឡាត់ជាដើមដែលវាងាយនឹងរងគ្រោះពីកត្តាអាកាសធាតុគឺសើមប្រៃអញ្ចឹងវាធ្វើឲ្យការដាំដុះរបស់គាត់គេហៅថារដូវខ្លះគឺខូចទាំងស្រុងក៏មានដែរដែលយើងទៅសាងសង់ផ្ទះសំណាញ់ហ្នឹងគឺយើងលែងព្រួយបារម្ភពីរឿងអស់ហ្នឹងហើយគឺយើងអាចដាំដុះរដូវកាលណាក៏ដាំដុះបានហើយយើងអាចជ្រើសរើសបន្លែមុខណាក៏ដាំទៅក្នុងផ្ទះសំណាញ់ពិសេសបន្លែស្លឹកបាទហើយនឹងបន្លែផ្លែមួយចំនួនដូចជាប៉េងប៉ោះដូចជាម្ទេសដូចជាអីជាច្រើនទៀតបើថាបន្លែស្លឹកវិញគឺយើងដាំដុះមិនខ្វល់អំពីការបំផ្លាញពីកត្តាអាកាសធាតុទេហ្នឹងគឺជាចំណុចពិសេសនៃការសាងសង់ផ្ទះសំណាញ់បាទពិសេសមែនតើអញ្ចឹងយើងឃើញថាការសាងសង់ផ្ទះសំណាញ់គឺពិតជាផ្ដល់ផលប្រយោជន៍ហើយនឹងភាពងាយស្រួលទៅដល់កសិករបាទចឹងរាល់ចម្ងល់ក៏ដូចជាព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាម page របស់យន្តកសិកម្មឬក៏លេខទូរស័ព្ទដែលមាននៅលើអេក្រង់ស្រាប់